ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ page The Star Tarot ថ្ងៃហ្នឹងយើងមកមើលប្រធានបទមួយថាតើអ្នកណាគេនឹងតាក់ទងមករកយើងក្នុងពេលឆាប់នេះឆាប់ណាអញ្ចឹងយើងមកមើលបុគ្គលិកលក្ខណៈរបស់គាត់ហើយយើងទៅគិតមើលថាដូចអ្នកណាគេដែលយើងធ្លាប់ស្គាល់អត់ហ្នឹងហើយអញ្ចឹងយើងចូលប្រធានរបស់យើងតែម្ដងណាអូខេតំណែងរបស់អ្នកទាំងអស់គ្នាជាមួយនឹងគាត់ហ្នឹងគឺមានបញ្ហាឆ្លោះប្រកែកគ្នាអ្នកខ្លះខឹងស្ងាត់ខឹងដល់ចាញ់អីចឹងទៅប៉ុន្តែដល់តែវាមានប៉ះគ្នាហើយតែមានប៉ះហ្នឹងហើយនៅពេលដែលមានបញ្ហាហ្នឹងគឺស្ងាត់ជ្រាបស្ងាត់ទាំងខាងគាត់ស្ងាត់ទាំងខាងយើងហើយខាងគាត់វិញដូចបាត់ទៅនឹងសូន្យហ្មងតែខាងយើងបែបសូទៅខាងក្រៅដូចយើងអត់សូវមានបញ្ហាអីទេយើងអត់អីទេតែគាត់ថាយើងសូទៅឃើញច្បាស់គឺយើងនៅត្នេតែឃើញស្ងាត់រៀងខ្លួនហើយម្នាក់នេះនៅពេលដែលមានបញ្ហាអត់សូវជាបកស្រាយច្រើនគឺចូលចិត្តតែភាពស្ងាត់ហើយអ្នកទាំងអស់គ្នាសង្កេតមើលថាណាគេដែលតែងតែស្ងាត់ខ្លាំងហើយនៅក្នុងនេះបើអ្នកខ្លះទៀតគឺប្លុកគ្នាគឺប្លុកតែឧទាហរណ៍ថាយើងមាន Facebook មួយគាត់ឬក៏យើងមានTikTok ឬក៏ WeChat អីអញ្ចឹងណាឬក៏ Telegram អីផ្សេងប៉ុន្តែគាត់ថាអ្វីដែលយើងប្លុកនឹងអាចថាយើងប្លុកតែមួយប្លុកតែ Facebook អីអញ្ចឹងទៅហ្នឹងហើយអានឹងគឺឃើញមានភាគរយថាជាម្នាក់ហ្នឹងដែលនឹងតាក់ទងមករយយើងក្នុងពេលឆាប់ហ្នឹងគឺច្រើនហ្មងហើយដូចខ្ញុំតែងប្រាប់គ្នាយើងថាឆ្លោះគ្នាប៉ុណ្ណាក៏ដោយបើថាយើងស្រេចចិត្តថាយើងប្លុកគេគឺយើងត្រូវតែប្រកាសថាយើងប្លុកហើយមិនអានប្លុកគេវិញយើងមិនប្លុកដើម្បីឲ្យគេមកតាមយើងណាយើងកុំធ្វើជាកូនក្មេងប្លុកហើយអានប្លុកវិញអីអញ្ចឹងទៅកុំធ្វើអញ្ចឹងបើថាយើងប្លុកគឺប្លុកកាលណាតែយើងប្លុកហើយយើងអានប្លុកវិញអញ្ចឹងគេមើលមកយើងគេថាយើងចរិតក្មេងនិយាយទៅគឺក្នុងតំណែងយើងអាចធ្វើអញ្ចឹងបានតែធ្វើអញ្ចឹងទៅគឺយើងដូចបាត់លក្ខណៈថាអ្វីដែលគេមើលមកយើងចំណាប់អារម្មណ៍មកយើងគេគិតថាយើងធ្វើនឹងចង់បាន attention ពីគេអញ្ចឹងកុំបាច់ប្លុកទេទុកចោលទៅបើខឹងគេខ្លាំងអូសចោលទៅបានហើយហ្នឹងហើយបើថាប្លុកហើយកុំអានប្លុកគេវិញមិនទេហើយបើសិនជាថាយើងប្លុកគេគ្រប់ផ្លូវអស់ហើយហ្នឹងយើងឲ្យគេមកលួងយើងតាមណាក៏អត់កើតដូចគ្នាដែរអញ្ចឹងយើងត្រូវតែគិតយើងខឹងបានយើងងោបានតែយើងត្រូវតែមានហេតុផលដែរហ្នឹងហើយបើមើលទៅតាមបៀទៅឃើញគាត់នឹងឯងជាអ្នកមកតាក់ទងមកយើងឆាប់ហ្នឹងមនុស្សដែលយើងស្រឡាញ់នឹងឯងបៀនេះឃើញតែបៀគូស្នេហ៍នឹងឯងចេញមកឆ្លុះនេះរៀងច្រើនគូនេះឆ្លុះនេះរៀងច្រើនប៉ុន្តែមនុស្សដែលយើងចាប់អារម្មណ៍នេះគឺជាមនុស្សដែលរៀងចាស់ទុំហើយអាមនុស្សគាត់នេះមនុស្សដែលគាត់រៀងជ្រៅធ្វើអីក៏គាត់រៀងជ្រៅដែរហើយជាមនុស្សដែលអាយុច្រើនគាត់នេះអាយុច្រើននេះសួរថាអាចជាមនុស្សដែលធ្លាប់បែកបាក់ស្នេហាអត់អាចធ្លាប់ជាមនុស្សធ្លាប់បែកបាក់ស្នេហាឬក៏ធ្លាប់បែកលក្ខណៈថាជាគ្រួសារជាពុះម៉ែក៏ថាបានជាម៉ែក៏ថាបានដែរនិយាយទៅគាត់ធ្លាប់មានអាការបែកបាក់ក្នុងរង្វង់គ្រួសារនឹងចេញមកហ្នឹងហើយនេះស្រាប់បៀរបស់គាត់អូខេអញ្ចឹងដោយសារតែនេះជា collective យើងចាប់បាន energy តែមួយទេគឺឃើញលក្ខណៈថាបែបហ្នឹងអញ្ចឹងបើសិនជាពេញចិត្តវីដេអូហ្នឹងឬក៏ចូលចិត្តការអានបែបរបស់ The Star អាចចុច like comment និង share វីដេអូហ្នឹងបានកុំភ្លេចជួយ subscribe ផងណាបើមានឱកាសយើងជួបគ្នាលើក្រោយទៀតនេះជា general reading បើសិនជាអ្នកទាំងអស់នេះចង់ច្បាស់អាចឆាតទៅខាង admin ដើម្បីទូទាញតខ្លួនបានហ្នឹងហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេមានឱកាសយើងជួបគ្នាលើក្រោយទៀតណាអរគុណច្រើនបាយបាយ